បងប្អូនដឹងទេថាហេតុអ្វីបានជាប្រទេសសៀមយកគ្រុឌជានិមិត្តសញ្ញានៃកងទ័ពបាទនៅក្នុងឯកសណ្ឋានយោធាសៀមគេមានឆ្លាក់ប៉រូបគ្រុឌនឹងនៅស្មាអាវរបស់ទាហានអាវរបស់កងកម្លាំងនៃកងរក្សារបស់ព្រះមហាក្សត្រថៃនឹងគឺមានគ្រុឌជានិមិត្តសញ្ញាបងប្អូនដឹងថាហេតុអីបានជានៅក្នុងវប្បធម៌របស់ប្រទេសសៀមយកគ្រុឌទេបាទដោយគេសំអាងថាគ្រុឌនេះតំណាងឲ្យនៅអំណាចគ្រុឌនេះតំណាងឲ្យកម្លាំងគ្រុឌនេះតំណាងឲ្យជ័យជំនះលើអំពើអាក្រក់ប៉ុន្តែគេភ្លេចថាគ្រុឌនេះគឺជានិមិត្តសញ្ញានៃអំណាចមែនជាសត្វដែលមានឥទ្ធិពលមែនក៏ប៉ុន្តែគឺជាយានជំនិះរបស់ព្រះវិស្ណុទេចម្បាំងរាំងចូលរវាងព្រះវិស្ណុនិងគ្រុឌនេះបាទធ្វើអស់កាលដ៏យូរក្រោយមកគ្រុឌបានចាញ់ទឹកដៃរបស់ព្រះវិស្ណុអញ្ចឹងគ្រុឌសុំធ្វើជាយានជំនិះរបស់ព្រះនរាយណ៍ហើយនិងព្រះវិស្ណុបងប្អូនមានដឹងរឿងហ្នឹងទេបាទនៅក្នុងឥទ្ធិពលនៃស្ដេចសៀមគេតំណាលមកថាស្ដេចសៀមនៅក្នុងរាជវង្សសៀមហ្នឹងគឺតួអង្គមួយអង្គតំណាងឲ្យអវតាររបស់ព្រះវិស្ណុអវតារហ្នឹងគឺជាផ្នែកមួយនៃព្រះវិស្ណុមកយួនកំណើតជាមនុស្សដើម្បីស្រោចស្រង់ភពផែនដីណែគេតំណាលថាអញ្ចឹងណាបងប្អូនអាហ្នឹងនៅក្នុងឯកសារដែលគេប្រើនៅក្នុងសង្គមរបស់សៀមបាទថៃប្រើគ្រុឌនេះមិនមែនត្រឹមតែជានិមិត្តសញ្ញាទេមានទាំងត្រារបស់រដ្ឋក៏មានសត្វគ្រុឌនឹងដែរបងប្អូនអាញាបណ្ណអគាររដ្ឋនិមិត្តសញ្ញាកងទ័ពមកគឺគេប្រើសត្វគ្រុឌនេះទាំងអស់បាទកងទ័ពគឺស្ថិតក្រោមព្រះបរមរាជាណាចក្រគឺការពារជាតិព្រះមហាក្សត្រនិងសាសនាមិនមែនរបស់ថៃតែមួយមុខទេបាទអញ្ចឹងបងប្អូនយល់ហើយមូលហេតុដែលសៀមយកសត្វគ្រុឌធ្វើជានិមិត្តសញ្ញានៃអំណាចនៃកម្លាំងប៉ុន្តែនៅក្នុងន័យនេះសម្រាប់សភៅទេវកថាឥណ្ឌាបែបបុរាណដូចខ្ញុំបានបញ្ជាក់ខាងដើមថាគ្រុឌនេះគ្រាន់តែជាសត្វមានអំណាចទេប៉ុន្តែជាខ្ញុំបម្រើរបស់ព្រះវិស្ណុរបស់ព្រះនរាយណ៍អញ្ចឹងហើយបាននៅក្នុងសង្គមនៃវប្បធម៌របស់ថៃរបស់សៀមគេអត់សូវសាងរូបព្រះវិស្ណុឯងបងប្អូនរហូតដល់ថ្មីនេះគេបំផ្លាញព្រះវិស្ណុនៅតំបន់អានសេះដែលជាការកសាងឡើងដោយអ្នកអង្គការទ្រីភិបហើយផ្អើលពេញពិភពលោកបងប្អូនជាពិសេសអ្នកដែលកាន់សាសនាហិណ្ឌូបាទអញ្ចឹងគេអត់យកតួអង្គព្រះវិស្ណុទេបាទគេលើកសត្វគ្រុឌដែលតំណាងឲ្យនៅអំណាចឥទ្ធិពលរហូតដល់យកធ្វើជានិមិត្តសញ្ញានៃកងទ័ពបាទហើយសម្រាប់ខ្មែរយើងគោរពណាស់បាទព្រះវិស្ណុនឹងនៅក្នុងព្រហ្មញ្ញសាសនាបែបហិណ្ឌូនៅក្នុងតំបន់ប្រាសាទតូចប្រាសាទធំប្រាសាទបុរាណនានាទាំងអស់ហ្នឹងគឺគេយកព្រះវិស្ណុនឹងហ្មងដែលតំណាងឲ្យជាអ្នករក្សាលោកជាអ្នកអភិបាលលោកនៅពេលដែលភពផែនដីចក្រវាលអសមតលទៅលើអំពើអាក្រក់និងអំពើល្អឧទាហរណ៍ថាអំពើអាក្រក់លើសលប់កើតច្រើនជាងអំពើល្អគឺព្រះវិស្ណុនេះឯងបំលែងខ្លួនធ្វើជាអវតារមកយួនកំណើតជាមនុស្សលោកដើម្បីស្រោចស្រង់ភពផែនដីដូចជាតួអង្គព្រះរាមគឺជាអវតារនៃព្រះវិស្ណុបាទមកសង្គ្រោះហនុមានក៏អញ្ចឹងហនុមានគឺជាអវតាររបស់ព្រះវិស្ណុដែរនឹងនៅក្នុងសាសនាហិណ្ឌូមកជួយព្រះរាមបាទជួយទុកលំបាកជួយធ្វើអ្វីសពយ៉ាងនៅក្នុងរឿងរាមកេរ្តិ៍បងប្អូនបានដឹងហើយបាទអញ្ចឹងបងប្អូននៅក្នុងព្រះរាជាណាចក្រកម្ពុជានគរយើងនេះយើងមិនប្រកាន់ទេបងប្អូនបើតាមខ្ញុំមើលការគោរពបូជារបស់ប្រជាបរិស័ទរបស់យើងមិនថាព្រះពុទ្ធសាសនាមិនថាព្រហ្មញ្ញសាសនាមិនថាលទ្ធិព្រលឹងនិយមយើងគោរពបូជាទាំងអស់នៅក្នុងប្រាសាទនីមួយជាពិសេសប្រាសាទអង្គរវត្តបងប្អូនមើលសុទ្ធតែដំណើរទៅនៃសាសនាព្រហ្មញ្ញបែបហិណ្ឌូទាំងអស់ភាគច្រើនណាព្រះពុទ្ធរូបមានមិនច្រើនប្រមាណទេនៅក្នុងផ្ទាំងសិលាចារឹកនៅក្នុងតំបន់អង្គរបាទទាំងតណាតន័យដែល
ជាការកកើតជាការសាងសង់ជាការស្ថាបនាពីព្រះមហាក្សត្រមួយអង្គហ្នឹងភាគច្រើនគឺនៅក្នុងព្រហ្មញ្ញសាសនាព្រះវិស្ណុមានពហុមានពហុ2មានពហុ4មានពហុ8បាទស្រេចតែព្រះអង្គលោកនិមិត្តទេអញ្ចឹងខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណេះជូនបងប្អូនអ្នកស្ដាប់ហើយអ្វីដែលខ្ញុំលើកមកនេះគឺយោងទៅតាមលក្ខណៈនៃឯកសារបាទហើយបើសិនជាមានចំណុចណាមួយខ្វះខាតដូចថាវាមិនស៊ីទៅនឹងអ្វីដែលបងប្អូនបានដឹងរឿងហ្នឹងសូមបងប្អូនអធិស្ឋាននេះគឺជាការចែករំលែកយោងទៅតាមឯកសារមកទេបាទអញ្ចឹងយើងពពោះគ្នាចែករំលែកគ្នាដឹងទាំងអស់គ្នាបងប្អូនដើម្បីអ្នកជំនាន់ក្រោយរបស់យើងមកដល់ពេលនេះទើបយើងដឹងថាការជំរុញឲ្យយុវជនឲ្យទំពាំងរបស់យើងបាននៅចំណេះដឹងដែលពិតប្រាកដចំណេះដឹងដែលរីកចម្រើនដឹងអំពីប្រវត្តិវប្បធម៌អក្សរសាស្ត្រអក្សរសិល្ប៍កេរដំណែលទំនៀមទម្លាប់ដូនតាយើងគឺជារឿងសំខាន់ណាស់យើងមិនអាចបង្កើតតែមនុស្សមកហើយចិញ្ចឹមឲ្យទៅរស់ទេពួកយើងឥឡូវឧទាហរណ៍ថាជំនាន់យើងបកកែប៉ុន្តែបងប្អូនយើងនៅមិនយូរទេតា70ឆ្នាំខ្ញុំវាយអស់អាយុវែង80ឆ្នាំយើងរាវទៅនៃធម្មភាពក្នុងខ្លួនយើងស្លាប់ចុះបើអ្នកចំនួនក្រោយមិនបានទទួលអ្វីសោះពីពួកយើងតើគេនឹងថែរក្សាអភិបាលប្រទេសយ៉ាងម៉េចអត់ទៅរួចទេបងប្អូនអញ្ចឹងមានតែយើងត្រូវតែไปជ្រាបលះបង់បងប្អូនលះបង់ទាំងកាយទាំងចិត្តទាំងវាចាទាំងសម្ភារៈជួយទៅដល់ក្មួយយើងចំនួនក្រោយនេះទាំងការអប់រំសាលារៀនផ្លូវថ្នល់ហេតុនារចនាសម្ព័ន្ធកម្លាំងទុនវិនិយោគសពបែបយ៉ាងប្រទេសយើងទូចប៉ុណ្ណេះមែនប៉ុន្តែយើងធ្វើឲ្យខ្លាំងគ្មាននរណាហ៊ានមកមើលងាយទេចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកសាងនេះកសាងនោះថែរក្សាគ្នាឲ្យហឹកហាក់សាមគ្គីគ្នាឡើងដើម្បីជាតិរបស់យើងទាំងអស់គ្នាបាទយ៉ាងហោចណាស់ក៏យើងបើមិនមានអីច្រើនក៏យើងមានទឹកចិត្តចូលរួមនឹងក៏វាបានដែរបងប្អូនណាអរគុណខ្ញុំមានប៉ុណ្ណេះសម្រាប់និមិត្តសញ្ញានៃកងទ័ពសៀមដែលគេយកគ្រុឌធ្វើជានិមិត្តសញ្ញានោះបាទអរគុណបាទ